ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់ចែករូបមន្តមួយប្រភេទទៀតហើយចំពោះបងប្អូនណាដែលមានជំងឺណាដែលតពីថ្ងៃមុនគឺតែមានជំងឺ stress ហើយសម្រានមិនលក់ណាគេងទៅអត់ស្កប់ស្កល់គេងទៅអត់លក់អីចឹងណាថ្ងៃនេះខ្ញុំចង់បដោតអំពីប្រព័ន្ធប្រស័យប្រសាទយើងបងប្អូនប្រព័ន្ធប្រស័យប្រសាទយើងដែលមានអារម្មណ៍ថាណែនគេហៅថាកកស្ទះខ្លាញ់ទៅតាមប្រស័យខួរក្បាលយើងអញ្ចឹងយើងមានអារម្មណ៍ថាយើងណែនខួរក្បាលជួនកាលណែនមិនជាហៀងខាងនេះជួនកាលទៅណែនខាងនេះអញ្ចឹងទៅจะធ្វើឲ្យយើងហ្នឹងដេកសម្រាប់អីអត់លក់ឬមួយក៏មានអារម្មណ៍ថាខ្ជិលមិនខ្ជិលល្មមខ្ជិលមិនចង់ធ្វើអីអញ្ចឹងថ្ងៃនេះខ្ញុំចែករូបមន្តតាក់ទងនឹងអាការៈដែលយើងណែនឬក៏ខ្លាញ់កកស្ទះនៅក្នុងសរសៃឈាមខួរក្បាលវាធ្វើឲ្យយើងនឹងស្ពឹកសម្ព័ន្ធមិនចង់ធ្វើអីចឹងហើយរូបមន្តនោះងាយបងប្អូននេះសម្រាប់បងប្អូនណាដែលអត់មានថវិកាដើម្បីទៅព្យាបាលណាព្រោះជំងឺនឹងឬក៏អ្នកស្រែចម្ការយើងនៅឆ្ងាយពេទ្យឆ្ងាយអីចឹងទៅយើងអត់មានថវិកាដើម្បីព្យាបាលណាព្រោះជំងឺមួយហ្នឹងគឺជាជំងឺពិបាកណាហើយវាអាចឲ្យយើងស្ទះសរសៃឈាមខួរក្បាលហើយក៏វាអាចនឹងគ្រោះថ្នាក់ដាច់សរសៃឈាមខួរក្បាលផងដែរណាអញ្ចឹងវាធ្វើឲ្យយើង stress ធ្វើឲ្យយើងនឹងសម្រាកមិនលក់ព្រោះអាខ្លាញ់អាក្រក់ហ្នឹងវានៅតាមសរសៃឈាមខួរក្បាលយើងណាអញ្ចឹងរូបមន្តមួយប្រភេទនេះគឺខ្ញុំមិនមែនជាអ្នកឯកទេសទេក៏ប៉ុន្តែខ្ញុំមានបទពិសោធន៍ខ្លួនឯងដែលជំងឺនោះបានកើតឡើងចំពោះក្រុមគ្រួសារខ្ញុំអានេះខ្ញុំចែកដោយចិត្តចេញពីបេះដូងព្រោះជាបទពិសោធន៍សម្រាប់កើតឡើងចំពោះក្រុមគ្រួសារខ្ញុំដែលមានអាការៈរឹងខួរក្បាលហ្នឹងរឹងដល់ថ្នាក់ធ្វើឲ្យយើងស្ពឹកសម្ព័ន្ធខ្ជិលចង់ធ្វើអីហ្នឹងហើយអាការៈនេះគឺពិបាកណាស់អ្នកដែលមានបងប្អូនណាដែលមានអាការៈបែបហ្នឹងជួនកាលទៅអត់មាននៅលទ្ធភាពដើម្បីទៅព្យាបាលអីចឹងណាឬក៏យើងនៅឆ្ងាយពេទ្យឆ្ងាយអីចឹងទៅហើយវិធីសាស្ត្រហ្នឹងគឺជាបទពិសោធន៍ខ្ញុំបងប្អូនអាចយកទៅសាកល្បងបានអាចយកទៅសាកល្បងបានដាក់ក្នុងចានឲ្យស្រេចអានេះម្សៅខ្ញីម្សៅខ្ញីនេះខ្ញុំកាន់ជាខ្ញីភ្លើងបងប្អូនអានេះខ្ញីភ្លើងហើយនេះក្រូចឆ្មានេះក្រូចឆ្មាហើយមួយទៀតស្គាល់បងប្អូនខ្ទឹមសហើយទឹកសូដាអញ្ចឹងរូបមន្តនេះគឺវាមាន4មុខរូបមន្តមាន4មុខយើងដាក់ខ្ទឹមសនេះយើងដាំវា3ទៅ4កំពឹសអីចឹងណា3ទៅ4កំពឹសអញ្ចឹងដាក់នៅក្នុងកែវមួយអញ្ចឹងទៅហើយក្រូចឆ្មាយើងច្របាច់វាមួយផ្លែណាច្របាច់មួយផ្លែហើយសម្រាប់ខ្ញីយើងដាក់ឲ្យរឿងហឹរតិចទៅខ្ញីភ្លើងហ្នឹងដាក់រឿងហឹរតិចទៅហើយទឹកសូដាយើងចាក់ទឹកសូដានេះយើងអាចចាក់កន្លះកែវអីទៅ
រូបមន្តទាំងអស់នេះយើងអាចដាក់ត្រាំវាចំនួនកន្លះម៉ោងអីចឹងទៅបើសិនជាយើងអត់មានម្សៅខ្ញីដូចខ្ញុំទេយើងអាចរកខ្ញីណាដែលចាស់ហិលណាយើងអាចដំវាឬក៏បុកវានឹងទៅដាក់ត្រាំជាមួយអីចឹងទៅក្នុងមួយថ្ងៃយើងហូប2 ដងទៅហើយមួយដបនេះយើងលៃវាយ៉ាងម៉េចយើងហូប3 ដងណាតែមួយថ្ងៃហូបតែ2 ដងទេប៉ុន្តែយើងលៃ3 ពេលណាក្នុងសូដាមួយដបនោះ3 ពេលទៅយើងត្រាំចំនួនកន្លះម៉ោងអីទៅហើយសម្រាប់រូបមន្ត4 មុខនេះគឺព្យាបាលសម្រាប់ដែលយើងមានអារម្មណ៍ថាខ្លាញ់កកស្ទះក្នុងសរសៃឈាមខួរក្បាលវាធ្វើឲ្យខួរក្បាលយើងនឹងណែនពេញខួរក្បាលធ្វើឲ្យយើងនឹងស្ពឹកសម្ព័ន្ធអញ្ចឹងសម្រាប់អាការៈដែលយើងកកស្ទះក្នុងសរសៃឈាមខួរក្បាលនឹងធ្វើឲ្យយើងនឹងពិបាកណាអញ្ចឹងយើងយករូបមន្តនេះអាចយកទៅប្រើបានហើយរូបមន្ត4 មុខនេះវាព្យាបាលមិនមែនសម្រាប់តែថាកកស្ទះក្នុងខួរក្បាលនឹងទេសម្រាប់អ្នកណាបងប្អូនណាដែលមានអារម្មណ៍ថាខួរក្បាលខ្សោយណាបងប្អូនដែលមានអាការៈបែបហ្នឹងប្រកាសជាដឹងថាខួរក្បាលយើងដែលខ្សោយណាអាហ្នឹងក៏យើងអាចប្រើទៅក៏ត្រូវដែរណាធ្វើឲ្យខួរក្បាលយើងចរន្តឈាមខួរក្បាលយើងកម្ចាត់នៅកំណកខ្លាញ់ដែលកកស្ទះក្នុងសរសៃឈាមខួរក្បាលហើយវាធ្វើឲ្យខួរក្បាលយើងនេះមានថាមពលណាបងប្អូនវាធ្វើឲ្យយើងខ្សាយខួរក្បាលរូបមន្តទាំង4 មុខនេះខ្ញុំមានតែប៉ុណ្្នឹងឯងសូមអរគុណបងប្អូនទាំងអស់គ្នាដែលតាមដានតាំងពីដើមរហូតដល់ចប់